អំពីមិត្តខ្លែងខ្លាយមិត្តខ្លែងខ្លាយគឺគេអបអរសាទរជាមួយអ្នកក្នុងទីសាធារណៈប៉ុន្តែគេរិះគន់តិទានអ្នកក្នុងទីកំបាំងមិត្តខ្លែងខ្លាយចេញមុខមកនៅពេលដែលគេត្រូវការអ្វីមួយអំពីអ្នកប៉ុន្តែបាត់មុខឈឹងនៅពេលដែលអ្នកត្រូវការជំនួយមិត្តខ្លែងខ្លាយគឺងាយឬឆាប់វាយតម្លៃទៅលើអ្នកណាហើយគេតែងតែជាមនុស្សចុងក្រោយបង្អស់ដែលសួរនាំអំពីសុខទុក្ខរបស់អ្នកមិត្តខ្លែងខ្លាយគឺគេនិយាយត្រឹមតែពាក្យសម្ដីប៉ុណ្ណោះគេយកចិត្តទុកដាក់អំពីអ្នកប៉ុន្តែបែរទៅជាអ្នកគឺជាអ្នកបង្ហាញអំពីសន្តានចិត្តទៅវិញមិត្តខ្លែងខ្លាយគឺតែងតែធ្វើពុត fake ក្នុងការជួយ support ខ្នះខ្នែងប៉ុន្តែគេតែងតែលួចប្រៀបធៀបជាមួយអ្នកនៅពីក្រោយខ្នងមិត្តខ្លែងខ្លាយគេតែងតែប្រើប្រាស់ចំណុចខ្សោយរបស់អ្នកប្រឆាំងជាមួយអ្នកវិញមិត្តខ្លែងខ្លាយគឺតែងតែព្យាយាមនៅក្បែរអ្នកនៅពេលដែលអ្នកកំពុងជួបទុក្ខលំបាកឬបញ្ហាអ្វីមួយព្រោះវាបានធ្វើឲ្យគេមានអារម្មណ៍ថាគេជាមនុស្សគ្រាន់បើជាងអ្នកតែប៉ុណ្ណោះមិត្តខ្លែងខ្លាយគឺតែងតែធ្វើឲ្យអ្នករអៀសខ្លួនមានអារម្មណ៍ថាខ្លួនអ្នកជាមនុស្សដែលទាមទារហួសហេតុពេកឬមិនល្អគ្រប់គ្រាន់នៅអ្វីៗគ្រប់យ៉ាងទាំងអស់មិត្តខ្លែងខ្លាយគេតែងតែសួរនាំអ្នកនៅពេលដែលគេអបសុខឯកាកណ្ដោយកណ្ដែងឬត្រូវការចំណាប់អារម្មណ៍តែប៉ុណ្ណោះចូលចងចាំទុកថាកាត់ចោលឬដើរចេញអំពីក្រុមមិត្តខ្លែងខ្លាយទាំងនេះហើយជាពិសេសចូលកុំធ្វើខ្លួនជាប្រភេទមនុស្សបែបហ្នឹងអីជា fake friend ជាប្រភេទមិត្តខ្លែងខ្លាយឡើយ